ជំរាបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះនេះខ្ញុំមានមុខម្ហូបថ្មីមួយមុខទៀតដែលធ្វើសម្រាប់កូនៗរបស់នេះខ្ញុំហ្នឹងគឺឆាមឹកដូងពងទាប្រៃបងប្អូនឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នានេះខ្ញុំបានទិញមឹកដូងចំនួន1គីឡូមកយកពីផ្សារមកគឺស្រស់ៗល្អបងប្អូនធំទៀតផងយកវាមកក៏លាងទឹកវាបេះយកផ្នែកខ្មៅពោះរបស់វានឹងចេញបងប្អូនពេលដែលបេះយកពោះវាចេញហ្នឹងប្រយ័ត្នបន្តិចខ្លាចវាបែកពោះហ្នឹងបងប្អូនពេលដែលវាបែកពោះហ្នឹងវាធ្វើឲ្យប្រឡាក់មឹករបស់យើងវាមានពណ៌ខ្មៅបន្ទាប់ពីបេះពោះវាចេញហ្នឹងហើយយើងត្រូវបេះផ្នែករបស់វាចេញដែរមឹកគឺមានអត្ថប្រយោជន៍ច្រើនមែនទែនបងប្អូនសម្រាប់សុខភាពនៅtrongវីដេអូនេះខ្ញុំសល់ពេលនៅខ្ញុំនឹងរៀបរាប់អំពីអត្ថប្រយោជន៍របស់មឹកជូនបងប្អូនផងដែរនៅក្នុងពោះរបស់មឹកអាចនឹងមានជាពងមឹកបើសិនជាមានបងប្អូនបេះយកពងហ្នឹងទុកលាយជាមួយនឹងពងទាប្រៃព្រោះឲ្យយើងយកទៅស្រស់ទឹកក្តៅទៅវាអាចនឹងបែកពងនៅផ្នែកនេះគឺជាផ្នែករបស់មឹកអញ្ចឹងយើងត្រូវខ្វេះវាចេញបងប្អូនមឹកក៏អាចពុលបានដែរបើសិនជាយើងជ្រើសរើសយកមឹកដែលមិនល្អឬមួយក៏មិនស្រស់ហើយថែមទាំងយើងអាចញ៉ាំដោយកាពះរបស់វាឬមួយក៏ផ្នែកណាមួយដែលមិនល្អនៅក្នុងមឹកហ្នឹងគឺវាអាចនឹងពុលដែរវាមានករណីពុលម្ដងម្កាលដែរអញ្ចឹងបងប្អូនត្រូវតែលាងសម្អាតចេញឲ្យស្អាតនិងរើសយកមឹកដែលល្អមកគឺត្រូវតែរក្សាវាក្នុងសីតុណ្ហភាពមួយដែលត្រជាក់ទើបរក្សាគុណភាពវាបានល្អបន្ទាប់ពីបេះយកកាពះរបស់មឹកចេញរួចរាល់ហើយលាងទឹកសម្អាតវាស្អាតយកវាទៅស្រស់ទឹកក្តៅនេះគឺដើម្បីឲ្យនឹងចេញជាតិទឹកឲ្យអស់ព្រោះថាពេលដែលយើងឆាអត់ស្រស់ទឹកក្តៅគឺមឹកចេញជាតិទឹកមកច្រើនមែនតើខ្ញុំបានដាក់ស្ងោរពងទាប្រៃដោយដាក់ស្លឹកតើចូលបន្តិចដើម្បីឲ្យមានរសជាតិឈ្ងុយបន្ទាប់ពីពងទាប្រៃនឹងឆ្អិនក៏បានស្រង់វាចេញហើយចាក់មឹកចូលស្រស់ចំនួនតែ30វិនាទីទេព្រោះថាយើងស្រស់យូរពេកវាធ្វើឲ្យមឹកនឹងស្វិតញ៉ាំទៅពីអត់ដាច់ទេបងប្អូនរួចហើយស្រង់មឹកទុកម្ដុំលាងទឹកសម្អាតវាម្ដងទៀតហាត់ស្លឹកខ្ទឹមជាបំណែកប្រវែងនេះខ្ទឹមបារាំងហ្នឹងខ្ញុំប្រើចំនួន1ចំហៀងហើយកាត់វាកង់បែបនេះខ្ញុំក៏បានដាក់ផ្សិតភ្លើងមាន់ចូល1មើមដែរដើម្បីឲ្យមានបន្លែញ៉ាំខ្ញុំយកខ្ទឹមសហ្នឹងចំនួនពាក់កណ្ដាលមើមយកមកដំវាកាត់វាជាកង់រាងធំបន្តិចនេះគឺជាមឹកដែលយើងស្រស់ហើយបាញ់មិញហ្នឹងពេលដែលស្រស់ហើយហ្នឹងគឺរួចទៅនៅសល់មួយញឹកបងប្អូនហាន់មឹកតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅចង់ហាន់របៀបមិនក៏បានដែរពងទាអំបញ្ញមិញហ្នឹងគឺនាងខ្ញុំស្ងោររយៈពេលតែ5នាទីទេបងប្អូនមិនបាច់ចាំស្ងោរយូរពេកទេស្ងោរវាមកល្មមបានហើយព្រោះថាយើងនៅយកវាទៅឆាទៀតទេយើងស្ងោរវាយូរពេកអាចនឹងរឹងពិបាកនឹងសកត់វាឲ្យបែកផ្នែកកណ្ដាលអញ្ចឹងយើងស្ងោរវាតិចនាទីបានហើយតទៅពីជ្រុំពងទាបែកហើយហ្នឹងនាងខ្ញុំបានលួចបន្ថែមជាមួយនឹងបើស៊ុបចូលបន្តិចដោយសារពងទាខ្ញុំហ្នឹងគឺសាបអត់សូវប្រៃទេអញ្ចឹងបងប្អូនត្រូវប្រយ័ត្នកន្លែងនេះកុំដាក់ដូចខ្ញុំកែងលោពងទាបងប្អូនប្រៃដាក់ទៅវាអាចប្រៃជ្រុំពងទាបែកហើយដាក់ម្សៅស៊ុបចូលបន្តិចប៊ីចេងហ្នឹងកន្លះចុងស្លាបព្រាបាយស្ករ1ស្លាបព្រាបាយទឹកប៉េងប៉ោះ2ស្លាបព្រាបាយទឹកម្ទេសហ្នឹង1ស្លាបព្រាបាយជាមួយនឹងទឹកប្រេងខ្យងហ្នឹងកន្លះស្លាបព្រាបាយហើយក៏ប្រើប្រេងល្ងហ្នឹងបន្តិចដែរបងប្អូនបើសិនជាអត់មានអត់ដាក់ក៏បានដែរបន្ទាប់មកកូរច្របល់គ្រឿងទាំងអស់នេះឲ្យវាចូលគ្នាបានល្អពេលនេះដាក់ខ្ទះឲ្យក្តៅបន្ទាប់មកដាក់ខ្លាញ់ចូលចាក់ខ្ទឹមសកូរឡើងពណ៌រាងកន្លាតបន្តិចមកទើបដាក់ខ្ទឹមបារាំងចូលឆាត្រឡប់វាបានបន្តិចមកយើងក៏ដាក់គ្រឿងដែលលាយអំបញ្ញមិញនឹងចូលខ្ញុំឆានេះគឺឆាយករាងទឹកប៉ែៗបើសិនជាបងប្អូនចង់គោកដាក់តែពងទាប្រៃរំលីងវាជាមួយនឹងខ្ទឹមសជាមួយនឹងគ្រឿងបន្លែផ្សេងហើយប្រើប្រេងខ្យងឬមួយក៏ម្សៅស៊ុបបន្តិចបន្តួចទៅតាមពងទារបស់បងប្អូនប្រៃឬក៏សាបយើងអាចចាក់មឹកចូលបានតែខ្ញុំចង់បានទឹកតិចតួចហើយរសជាតិរាងជូរអែមអញ្ចឹងខ្ញុំប្រើទឹកប៉េងប៉ោះជាមួយនឹងទឹកម្ទេសបន្ថែមដើម្បីឲ្យមានរសជាតិជូរអែមព្រោះកូនខ្ញុំគាត់ចូលចិត្តបែបនេះបន្ទាប់ពីយើងឆាគ្រឿងនឹងឲ្យរាងស្ងួតទឹកបន្តិចមកហ្នឹងខ្ញុំបានចាក់មឹកចូលភ្លាមហើយកូរត្រឡប់វាឲ្យចូលគ្រឿងគ្នាហើយភ្លាមហ្នឹងគឺដាក់ម្រេចចូលបន្ទាប់មកដាក់ស្លឹកខ្ទឹមឲ្យបិទភ្លើងតែម្ដងអត់ទុកយូរទេខ្លាចវាស្វិតញ៉ាំអត់ដែរបងប្អូនជួយចុច Subscribe YouTube Channel របស់នាងខ្ញុំផងដើម្បីបានជាកម្លាំងចិត្តដល់នាងខ្ញុំនិងបានទទួលវីដេអូធ្វើម្ហូបថ្មីៗលើក្រោយទៀតពេលនេះឆារបស់យើងគឺរួចរាល់ហើយបងប្អូនក្លិនឈ្ងុយហើយរសជាតិវិញក៏ឆ្ងាញ់ដែរជូរអែមល្មមមឹកគឺជាអាហារសមុទ្រម្យ៉ាងដែលមានអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់សុខភាពវាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា3ដែលចាំបាច់សម្រាប់រាងកាយបង្កើនកោសិកាឈាមក្រហមជួយដល់សុខភាពបេះដូងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកាត់បន្ថយការរលាកកាត់បន្ថយការរលាកសន្លាក់មឹកសម្បូរទៅដោយសារជាតិរ៉ែសំខាន់និងសារជាតិចិញ្ចឹមប្រូតេអ៊ីនវីតាមីនប្រូតេអ៊ីនអេម៉ូក្លូប៊ីនដើរតួនាទីសំខាន់សម្រាប់នាំអុកស៊ីសែនទៅកាន់រាងកាយជួយទៅដល់សុខភាពបេះដូងផងដែរ
ចំណែកផ្សិតផ្លូវមាន់វិញបើយើងទទួលទានផ្សិតផ្លូវមាន់ជាប្រចាំជួយកាត់បន្ថយហានិភ័យការរីកលូតលាស់កោសិកាជំងឺមហារីកជាពិសេសជំងឺមហារីកពោះវៀនធំនិងសុដន់ជួយជំនួយទៅដល់ស្បែកសាច់ចាមក្មេងជាងវ័យជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងខ្លួនអត្ថប្រយោជន៍គឺមានច្រើនជាងនេះទៀតលម្អិតយ៉ាងណាបងប្អូនអាច search រកថែមទៀតបានអរគុណបងប្អូនដែលបានមើលវីដេអូរបស់នេះខ្ញុំពីដើមដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយ